សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយមានចំណងជើងថាអង់គ្លេសហាមអ្នកមានបញ្ហាអាឡែស៊ីចាក់វ៉ាក់សាំង COVID-19 ដូច្នេះហើយមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំបុគ្គលិកសុខាភិបាលអង់គ្លេស2នាក់មានប្រតិកម្មអាឡែស៊ីក្រោយបានចាក់វ៉ាក់សាំង COVID-19 នាំឲ្យនិយន្តករអង់គ្លេសចេញបម្រាមភ្លាមៗដែរថាអ្នកទាំងឡាយណាដែលមានបញ្ហាអាឡែស៊ីមិនត្រូវចាក់វ៉ាក់សាំងនោះទេក្នុងសប្តាហ៍នេះចក្រភពអង់គ្លេសបានចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ឬ BioNTech ដល់ប្រជាជនគោលដៅរបស់ខ្លួនយ៉ាងណាក្រោយចាក់វ៉ាក់សាំងបុគ្គលិកសុខាភិបាលចំនួន2នាក់មានប្រតិកម្មអាឡែស៊ីកើតឡើងដែរសារព័ត៌មាន BBC បានចុះផ្សាយកាលពីយប់ថ្ងៃទី9ខែធ្នូថាអ្នកទាំងពីរបានទទួលវ៉ាក់សាំងកាលពីថ្ងៃអង្គារនិងភ្លាមក្រោយចាក់វ៉ាក់សាំងក៏កើតមានបញ្ហាអាឡែស៊ីនេះតែថាអ្នកទាំងពីរត្រូវបានសង្គ្រោះនិងស្ថិតក្នុងសភាពធម្មតាវិញហើយបើតាមប្រភពខាងលើមន្ត្រីសុខាភិបាលអង់គ្លេសបានណែនាំប្រជាពលរដ្ឋដែលមានបញ្ហាអាឡែស៊ីនិងចំណីអាហារថ្នាំពេទ្យឬវ៉ាក់សាំងមិនត្រូវចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនដែលអង់គ្លេសកំពុងប្រើនោះទេបញ្ហាអាឡែស៊ីនេះអាចធ្វើឲ្យអ្នកចាក់វ៉ាក់សាំងមានប្រតិកម្មធ្ងន់ធ្ងរដូចជាឡើងកន្ទួលលើស្បែកពិបាកដកដង្ហើមនិងពេលខ្លះធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះដែលអាចគំរាមកំហែងដល់អាយុជីវិតទោះបីជាយ៉ាងណាក្តីភ្នាក់ងារនិយន្តករឱសថនិងផលិតផលសុខភាពរបស់អង់គ្លេសបញ្ជាក់ថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពគុណភាពនិងអនុលោមទៅតាមស្តង់ដារសុវត្ថិភាពទៀតផងចំពោះបុគ្គលដែលមិនមានបញ្ហាអាឡែស៊ីដូច្នេះហើយចំពោះអ្នកដែលមានប្រតិកម្មបញ្ហាអាឡែស៊ីនិងចំណីអាហារថ្នាំពេទ្យគឺមិនត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង COVID-19 ឡើយ